ញាធរថៃប្រើគ្រឿងបច្ចេកវិទ្យាស្កេនឃើញមានមនុស្សប្រហែល70នាក់ទៀតកំពុងជាប់នៅក្នុងអគារប៉ុន្តែមិនដឹងរស់ឬស្លាប់មកទល់នៅពេលនេះអាជ្ញាធរនៅក្នុងប្រទេសថៃនៅតែដុតដៃដុតជើងព្យាយាមសង្គ្រោះជនរងគ្រោះដែលកំពុងជាប់នៅក្នុងគំនរអគារ30ជាន់នៅទីក្រុងបាងកកដែលបានស្រុតរលំបណ្ដាលមកពីគ្រោះរំជួយដីកាលពីថ្ងៃទី28ខែមីនាឆ្នាំ2025កន្លងទៅយ៉ាងណាមិញនៅថ្ងៃទី1ខែមេសាឆ្នាំ2025នេះអាជ្ញាធរដែលជាអ្នកជួយសង្គ្រោះដ៏ល្បីមួយរូបរបស់ថៃបានទម្លាយដឹងថាការជួយសង្គ្រោះមិនយឺតយ៉ាវនោះទេប៉ុន្តែមានឧបករណ៍ច្រើនណាស់ឥឡូវខាងអាជ្ញាធរបានប្រើគ្រឿងបច្ចេកវិទ្យាស្កេនមើលទៅលើកន្លែងកើតហេតុហើយបានឃើញថាមានមនុស្សប្រហែល70នាក់ដែលជាប់នៅក្នុងនោះតែមិនដឹងថានៅរស់ឬស្លាប់ដោយភាគច្រើនពួកគេផ្ដុំគ្នានៅកណ្ដាលអគាររវាងជាន់ទី17និងជាន់ទី21ក្នុងនោះការជួយសង្គ្រោះនោះការប្រើប្រាស់ឧបករណ៍ប្រភេទស្រាយមិនអាចជួយបានទេមានតែការប្រឹងរកឧបករណ៍ធ្ងន់ដុតដៃដុតជើងក្នុងនោះគេនឹងព្យាយាមយកកំទេចសំណង់ចេញពីខាងលើទៅដោយថ្នមហើយប្រសិនបើជាឃើញសាកសពអាជ្ញាធរនឹងយកចេញរួចបញ្ជូនទៅគេហៅថាពិនិត្យកសោវិច័យដើម្បីផ្ទៀងផ្ទាត់មើលអត្តសញ្ញាណជាមួយសាច់ញាតិបងប្អូនហើយអ្វីក៏ទំនើបដែរប៉ុន្តែគាត់ថាมันអាចជួយបានភ្លាមតាមតែចិត្តយើងចង់ណាត្បិតតែមានរបបបច្ចេកវិទ្យាស្កេនមើលឃើញមនុស្សជាប់នៅត្រង់ណាមែនប៉ុន្តែគឺពិបាកនឹងការជួយមែនតែនដោយសារតែបង30ជាន់ណាបងប្អូនហើយមនុស្សនៅប្រមូលផ្ដុំនៅអាគារហ្នឹងហ្មងស្កេនទៅគឺឃើញខ្មៅដុំហ្មងណាបង